ព្រោះតែបងប្អូនបានឃើញនៅដើមក្បាលវីដេអូក៏ដឹងថាវីដេអូដំណើរកម្សាន្តនេះគឺលក្ខណៈសប្បាយៗបាត់ទៅហើយដែលនេះជាវីដេអូដំណើរកម្សាន្តមួយយប់2ថ្ងៃទៅកាន់ខេត្តកែបនិងខេត្តកំពតជាមួយនឹងទីតាំងស្រស់ស្អាតជាច្រើនកន្លែងជាពិសេសបានសាករសជាតិថ្មីជិះម៉ូតូកង់ 4 ATV និងឡានជិះដេញគ្នាឡើងហុយដីសប្បាយលេងខ្លាំងណាស់ហើយកាន់តែរីករាយជាមួយនឹងការជិះទូកស្ទូចត្រីហើយទឹកលេងកម្សាន្តជុំគ្នាពិតជាសប្បាយខ្លាំងណាស់ចង់ដឹងទេដំណើរកម្សាន្តនេះខ្ញុំទៅទីណាខ្លះហើយដំណើរកម្សាន្តនេះមានភាពរីករាយខ្លាំងប៉ុណ្ណាសូមបងប្អូនអ្នកគ្នាតាមដានទស្សនាវីដេអូនេះរហូតដល់ចប់ទាំងអស់គ្នាសូមអរគុណបាទសូមជម្រាបសួរនិងសួស្តីបងប្អូនអ្នកគ្នាវិលមកជួបខ្ញុំបាទជាងសុចិត្រាយុវជនពាណិជ្ជសាស្ត្រមិនមកទៀតហើយវីដេអូដំណើរកម្សាន្តហើយវីដេអូដំណើរកម្សាន្តរបស់ខ្ញុំពេលនេះគឺជាវីដេអូដំណើរកម្សាន្តលក្ខណៈ company trip ដើរលេងជុំគ្នាលក្ខណៈក្រុមការងារដែលដំណើរកម្សាន្តនេះនឹងធ្វើដំណើរទៅកាន់ខេត្តកែបនិងខេត្តកំពតបន្ទាប់ពីបានជួបជុំនិងរៀបចំឲ្យបានរួចរាល់ឥឡូវនេះរថយន្តចាប់ផ្ដើមជិះដំណើរនៅម៉ោង 7 ព្រឹកដើម្បីកុំឲ្យខាតពេលយើងក៏បានខ្ចប់អាហារពេលព្រឹកមកញ៉ាំនៅលើឡានតែម្ដងដែលបានញ៉ាំបាយបណ្ដាជជែកគ្នាលេងបណ្ដាព្រមទាំងទស្សនាទិដ្ឋភាពនៅតាមដងផ្លូវជាមួយនឹងចរាចរណ៍ដ៏មមាញឹកនៅពេលព្រឹកអាហារសម្រន់តាមរថយន្តបាទពេលនេះរថយន្តកំពុងធ្វើដំណើរនៅលើផ្លូវសហព័ន្ធរុស្ស៊ីក្នុងរាជធានីភ្នំពេញសម្ដៅទៅកាន់រង្វង់មូលពីអាកាសចោមចៅបន្តឡើងនៅផ្លូវជាតិលេខ 3 និងបានបត់ឆ្វេងចូលទៅកាន់ផ្លូវជាតិលេខ 33 ដើម្បីឆ្ពោះទៅកាន់ទឹកដីខេត្តកែបពេលធ្វើដំណើរនៅលើផ្លូវជាតិលេខ 33 យើងអាចរីករាយទស្សនាសម្រស់ទេសភាពវាលស្រែដងភ្នំជាប់គ្នាជាជួរវែងអន្លាយយ៉ាងស្រស់ស្អាតនៅអមសងខាងផ្លូវបើទោះបីជារដូវវស្សាបានកន្លងផុតទៅហើយក្តីក៏ទេសភាពនៅទីនេះនៅតែមានភាពស្រស់ស្អាតធ្វើដំណើរពីរាជធានីភ្នំពេញប្រហែល 3 ម៉ោងពួកខ្ញុំបានមកដល់ទីតាំងដងភ្នំមួយកន្លែងដែលមានភាពស្រស់ស្អាតនៅក្បែរនឹងដងផ្លូវតែម្ដងក៏សម្រាប់ចិត្តឈប់រថយន្តនាំគ្នាចុះថតរូបលេងកម្សាន្តនិងបានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍បន្ទាប់ពីបានថតរូបរួចពួកយើងក៏បន្តដំណើរទៅមុខទៀតក៏ជួនបានជួបជាមួយនឹងរថភ្លើងដែលកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវឆ្ពោះទៅកាន់ខេត្តកំពតធ្វើដំណើរបន្តប្រហែល 1 ម៉ោងរថយន្តក៏បានធ្វើដំណើរមកដល់ក្រុងកែបពេលសម្លឹងចេញទៅក្រៅរថយន្តយើងបានឃើញសម្រស់ផ្ទៃទឹកសមុទ្រខ្មែរពិតជាស្រស់ស្អាតណាស់ជាមួយនឹងផ្ទៃមេឃមានពណ៌ខៀវស្រស់ចំណែកនៅអមសងខាងផ្លូវមានរុក្ខជាតិដ៏ខ្ពស់ទាបពិតជាទីមនោរម្យណាស់ចំពោះដំណើរកម្សាន្តមកកាន់ទីក្រុងកែបនេះបាទបងប្អូនអ្នកគ្នាឥឡូវនេះរថយន្តរបស់ពួកខ្ញុំបានមកដល់ទីតាំងសម្រាប់ញ៉ាំអាហារថ្ងៃត្រង់ហើយដែលនៅក្បែរនឹងឆ្នេរសមុទ្រក្រុងកែបតែម្ដងជួយទៅទៅអត់
Hello bro em mất em ấy khắp xử lý cool đấy cái đầu em chết khó vậy. nghe nhọt em mất rất chẹ đi ở đây có à class C ấy à tên nè đừng có nhăn không chắc có thể chẹ xuống rồi lô mà lắc đi gì mình cho mà tụi tôi quên ai đó bạn đó Woo!
ใบฮัลโหลเรียบ ว่านะน่าทุกตั้งของคิดมาได้ยังจะต้องบอกเดี๋ยวใครเป็นนักของเนี่ยมาเนี่ยตายอะท้องมาไม่ต้อง
này tạc đáy à ú để phần năm thông như kia chẳng đây ngay có mốc ở đây đâu ngoài ta thành bao đấy có thành bao Anh Thông bị đồ